តើបងប្អូនថ្ងៃនេះយើងមករៀនធ្វើមាន់ដុតទាំងអស់គ្នាប៉ុន្តែមាន់ដុតថ្ងៃនេះរៀងកាត់តិចហើយណាបងប្អូនអញ្ចឹងអ្នកដែលអត់ចេះធ្វើក៏អាចរៀនធ្វើបានប៉ុន្តែឥឡូវខ្ញុំបុកធ្វើគ្រឿងបុកទឹកត្រីមុនសិនមុននឹងឈានទៅដល់មាន់ដុតរបស់យើងអញ្ចឹងណាហើយយើងដាក់គ្រឿងដាក់អីមកបុកឲ្យវាម៉ត់មកល្មមតាមដែលយើងចំណង់ចំណូលចិត្តដែលយើងចង់បានមកខ្ញុំបុកវារៀងនៅម្ទេសជាមួយនឹងវាអត់សូវជាមួយនឹងការគេហៅថាម៉ត់ពេកអញ្ចឹងណាតោះមកយើងដាក់ជាមួយនឹងទឹកត្រីស្ករខ្ញុំគិតថាបងប្អូនក៏ចេះធ្វើដែរប៉ុន្តែនេះគឺជាវិធីសាស្ត្រនៃការធ្វើតាមតំបន់ឬក៏វិធីធ្វើតាមមនុស្សម្នាក់ហើយការធ្វើរបស់ខ្ញុំនេះគឺលឿនហើយឆាប់បានញ៉ាំមែនតែនហើយនេះគឺជាគ្រឿងដែលយើងសម្រាប់ដុតមាន់ហើយមាន់នេះគឺខ្ញុំបានធ្វើការបន្លាចជាមួយអំបិលប៊ីចេងហើយក៏មានប្រេងខ្យងយើងដាក់ចូលជាមួយផងដែរដើម្បីឲ្យវាមានជាតិនៅក្នុងមាន់អញ្ចឹងណាអញ្ចឹងយើងលាយច្បល់ចូលគ្នាឲ្យវាសព្វល្មមទៅហើយចាំយើងធ្វើការយកមាន់ទាំងអស់ហ្នឹងទៅដាក់ចូលឆ្នាំងហើយនេះគឺជាសាច់មាន់ដែលយើងបានប្រឡាក់សពបន្តមកទៀតនេះគឺជាគ្រឿងដែលយើងដាក់ចូលឆ្នាំងហើយយើងមានជាមួយនឹងបន្លែផងដែរមានទឹកគួនហើយស្ពៃក្តោបដែលបងប្អូនអាចដាក់បន្លែតាមចំណង់ចំណូលចិត្តហើយនេះផងដែរគឺជាមាន់ដែលយើងចាប់ផ្ដើមដាក់ចូលទៅក្នុងឆ្នាំងបងប្អូនអាចមើលបានដោយការដាក់ចូលនេះគឺយើងរៀបវាតាមលំដាប់លំដោយឲ្យមើលទៅគឺវាមានគេហៅថាស្មើគ្នាអញ្ចឹងណាកុំឲ្យអាមួយជាន់អាលើជាន់អាក្រោមអាហ្នឹងជាតិចនិចនៃការរៀបរបស់បងប្អូនទេហើយមួយទៀតគឺសាច់មាន់គឺខ្ញុំកាប់បែបហ្នឹងដើម្បីអីគឺវាឆ្អិនល្អហើយឆាប់ឆ្អិនហើយចំណាយគាសតិចផងដែរអញ្ចឹងយើងដាក់គ្រឿងមាន់របស់យើងហើយខ្ញុំដាក់កូកាហ្នឹងគឺខ្ញុំដាក់ឲ្យហើយខ្ញុំអត់ចាំចិត្តឆ្អិនឬក៏ដាក់តិចម្ដងតិចដូចគេទេគឺខ្ញុំដាក់វាចូលតែម្ដងអញ្ចឹងណាដើម្បីងាយស្រួលហើយយើងធ្វើបែបនេះគឺវាលឿនហើយនេះគឺសាច់បន្ទាប់ពីយើងដាក់បានប្រហែលជា5នាទីឬក៏10នាទីហើយអញ្ចឹងណាវាចាប់ផ្ដើមពុះហើយនឹងចេញលទ្ធផលម្ដងតិចហើយនៅពេលដែលឆ្អិនគឺបងប្អូននឹងឃើញនៅខាងចុងវីដេអូហ្នឹង